បាទឥឡូវនេះឃើញថាវត្តមានបាទរថយន្តពលរដ្ឋអគ្គិភ័យរបស់បាទអធិការដ្ឋានបាទនគរបាលស្រុកប្រទេសស្រីបានមកដល់ទីតាំងកន្លែងកើតហេតុមួយគ្រឿងទៀតហើយប្រិមិត្តបាទនេះគឺជារថយន្តពលរដ្ឋអគ្គិភ័យរបស់បាទអធិការដ្ឋាននគរបាលបាទស្រុកប្រទេសស្រីបាទប្រិមិត្តហើយខាងនោះគឺជារថយន្តពលរដ្ឋអគ្គិភ័យរបស់ស្នងការនគរបាលស្នងការឋាននគរបាលខេត្តសៀមរាបបាទប្រិមិត្តបាទហើយមួយគ្រឿងនេះគឺជារថយន្តពលរដ្ឋអគ្គិភ័យរបស់អាជ្ញាធរជាតិអប្សរាប្រិមិត្តបាទដូច្នេះគឺឥឡូវនេះគឺរថយន្តពលរដ្ឋអគ្គិភ័យបានមកដល់ទីតាំងកន្លែងកើតហេតុចំនួន4គ្រឿងហើយប្រិមិត្តបាទហើយឥឡូវនេះគឺអគ្គិភ័យគឺពលរដ្ឋបានប្រហែលជា80ទៅ90%ហើយប្រិមិត្តបាទប្រហែលជា80ទៅ90%ហើយបាទមានទាំងកម្លាំងអាជ្ញាធរជាតិអប្សរាបាទក៏ដូចជាកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខេត្តសៀមរាបបាទបានចុះមកដល់ទីតាំងធ្វើការបន្លត់បាទឥឡូវនេះគឺឃើញថារលត់បាន80ទៅ90%ហើយប្រិមិត្តបាទ